ហាងចរណៃប្រកាសបិទទ្វារ ប៉ុន្តែសូមរយៈពេល 2 ខែដើម្បីបង្ហើយស្តុក បន្ទាប់ពីមានរឿងបែកធ្លាយ ហាងត្រីសាម៉ុនចរណៃបានយកត្រីត្រោតមកលក់បន្លំឲ្យអតិថិជនថាជាត្រីសាម៉ុន ពេលនេះហាងដ៏ល្បីនេះបានកំពុងជប់ព្យុះភ្លៀង ដោយអតិថិជនជាច្រើនបាននាំគ្នាពហិការ ទោះបីជាបានចេញមកបកស្រាយម្ដងរួចទៅហើយក្តី កាលពីថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2026 ហាងចរណៃក៏បានប្រកាសពីការផ្អាកដំណើរការគ្រប់សាខា យ៉ាងយូរត្រឹមថ្ងៃទី 22 ខែសីហា ឆ្នាំ 2026 យោងតាមសេចក្តីជូនដំណឹងរបស់ហាងចរណៃនៅព្រឹកថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2026 បានឲ្យដឹងថា ហាងចរណៃសូមអភ័យទោសចំពោះកំហុសខុសឆ្គងនានា និងគោរពអរគុណដល់អតិថិជនទាំងអស់ដែលបានគាំទ្រហាងយើងខ្ញុំកន្លងមក យើងខ្ញុំសូមជម្រាបថាបើមិនមានអ្វីប្រែប្រួលនោះទេ ហាងចរណៃទាំងអស់នឹងផ្អាកដំណើរការយ៉ាងយូរត្រឹមថ្ងៃទី 22 ខែសីហា ឆ្នាំ 2026 តទៅ យើងខ្ញុំទុករយៈពេលនេះដើម្បីបង្ហើយស្តុកដែលមានស្រាប់ ដើម្បីឲ្យបុគ្គលិកមានពេលវេលាគ្រប់គ្រាន់ទៅរកការងារថ្មីនៅទីតាំងដដែល ឬនៅស្រុកកំណើត និងទុកពេលឲ្យម្ចាស់ផ្ទះជួលអាចរកថ្មីជួលបាន សូមបញ្ជាក់ថាហាងចរណៃដែលជាទីតាំងលក់និងចែកចាយត្រីក្លាសេនិងទំនិញម្ហូបអាហារជាពិសេសត្រីសាម៉ុននិងត្រីត្រោត ពិតជាបានបន្លំផលិតផលលក់ឲ្យអតិថិជនពិតប្រាកដមែន នេះបើយោងទៅតាមកបប ក្នុងអធិការកិច្ចនៅថ្ងៃទី 22 ខែមិថុនានេះ មន្ត្រីអធិការកិច្ចម្ហូបអាហារនៃអគ្គនាយកដ្ឋានបានរកឃើញថា ហាងយីហោចរណៃពិតជាបានធ្វើធុរកិច្ចដែលបង្កឲ្យមានការប្រើប្រាស់មានភាពភាន់ច្រឡំរវាងផលិតផលត្រីសាម៉ុននិងត្រីត្រោត ដែលអំពើនេះគឺជាល្មើសនឹងច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារជាធរមាន ក្រុមការងារនៃអគ្គនាយកដ្ឋានកបបបានបញ្ជូលតំណាងម្ចាស់ហាងចរណៃអំពីច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនិងមាត្រាទី 38 ពាក់ព័ន្ធនឹងការអះអាងដោយបន្លំឬធ្វើឲ្យអ្នកប្រើប្រាស់មានការភាន់ច្រឡំ និងបានធ្វើការពិន័យអន្តរការហាងចរណៃសមស្របទៅតាមមាត្រាច្បាប់ខាងលើនៅក្នុងចន្លោះពី 10 លានទៅ 20 លានរៀល ក្នុងនោះដែរមន្ត្រីអធិការកិច្ចម្ហូបអាហារនៃអគ្គនាយកដ្ឋានកបបក៏បានណែនាំឲ្យម្ចាស់ហាងចរណៃកែតម្រូវជាបន្ទាន់ទៅគ្រប់ទីតាំងលក់តាមរាជធានីខេត្ត ដោយត្រូវលើកស្លាកសញ្ញាបញ្ជាក់ពីតម្លៃនិងប្រភេទត្រី ព្រមទាំងដាក់តាំងដាច់ដោយឡែកពីគ្នានៃផលិតផលទាំងនោះ ដើម្បីឲ្យអ្នកប្រើប្រាស់ទទួលបានព័ត៌មានពិតពីផលិតផលនិងជ្រើសរើសដោយគ្មានការភាន់ច្រឡំ ជាមួយគ្នានេះដែរអគ្គនាយកដ្ឋានកបបនៃក្រសួងពាណិជ្ជកម្មនឹងបន្តអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនដើម្បីការពារអ្នកប្រើប្រាស់ក៏ដូចជាធានាឲ្យមានការប្រកួតប្រជែងនៅលើទីផ្សារដោយសុចរិត និងសូមធ្វើការអំពាវនាវដល់សាធារណជនទាំងអស់មេត្តាបន្តចូលរួមសហការនៅក្នុងការផ្តល់ព័ត៌មានអំពីអំពើដែលប៉ះពាល់ដល់សិទ្ធិនិងអត្ថប្រយោជន៍អ្នកប្រើប្រាស់ឬប៉ះពាល់ដល់សុវត្ថិភាពម្ហូបអាហារតាមរយៈលេខទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្មដោយអនុគ្រោះ